អ្នកគាំទ្រចំនួនថ្មីកំពុងងាកទៅរកព្រះអង្គម្ចាស់វ៉ាគីលដោយសារតែអាកំបាំងរបស់ព្រះអង្គម្ចាស់និងស្ទីលបែបស៊ីវិល័យមិនបង្អួតទោះបីជាមានភាពរុងរឿងយ៉ាងណាក៏ដោយមានរឿងមួយដែលបំបែកបងប្អូនទាំងពីរយ៉ាងច្បាស់ហើយទោះបីជាមានប្រាក់រាប់ពាន់លានដុល្លាររបស់ស្ដេចស៊ុលតង់ក៏មិនអាចដោះស្រាយបានដែរខណៈពេលដែលអាប់ឌុលម៉ាធីនអាចអោបម្ដាយរបស់ទ្រង់បានគ្រប់ពេលប៉ុន្តែព្រះអង្គម្ចាស់វ៉ាគីលវិញមិនមានសិទ្ធិនោះទេអស់រយៈពេលជាច្រើនឆ្នាំព្រះអង្គម្ចាស់អាប់ឌុលម៉ាធីនគឺជាបរិមម្នាក់ក្នុងចំណោមបរិះដែលសង្ហានិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បំផុតដែលនារីភាគច្រើនស្រមៃចង់បានប៉ុន្តែនៅថ្ងៃនេះអាប់ឌុលម៉ាធីនបានក្លាយជាមេគ្រួសារម្នាក់ដ៏រឹងមាំដោយថ្មីនេះទទួលស្វាគមន៍បុត្រីមួយអង្គព្រះនាមថាសារ៉ាម៉ារៀមប៉ុន្តែខណៈពេលមនុស្សម្នាកំពុងកោតសរសើរព្រះនាងតូចដែលទើបនឹងប្រសូតអ្នកផ្សេងទៀតបានចាប់អារម្មណ៍លើពីរឿងមួយនេះព្រះអង្គម្ចាស់អាប់ឌុលវ៉ាគីលបុត្រាពៅរបស់ស្ដេចស៊ុលតង់នៃប្រទេសប្រ៊ុយណេក្មេងប្រុសម្នាក់ធ្លាប់តែលាក់ខ្លួននៅខាងក្រោយវាំងស្រាប់តែធំដឹងក្តីយ៉ាងឆាប់រហ័សឥឡូវនេះព្រះបុត្រាមានប្រជជនជិត20ព្រះវស្សាហើយចំណែកអ្នកគាំទ្រនៅលើបណ្ដាញសង្គមវិញយល់ឃើញថាព្រះអង្គរូបនេះសង្ហាមិនចាញ់អាប់ឌុលម៉ាទីននោះឡើយប៉ុន្តែតើអ្វីទៅដែលធ្វើឲ្យព្រះអង្គខុសប្លែកពីបងប្រុសរបស់ខ្លួនតើវាជាការពិតទេដែលព្រះអង្គម្ចាស់បានលួចជុំម្ដាយរបស់ទ្រង់ដោយបំពានលើបម្រាមរបស់ស៊ុលតង់តើព្រះអង្គម្ចាស់រូបនេះកំពុងរស់នៅទីណាហើយតើអាប់ឌុលវ៉ាគីលបានធ្វើអ្វីខ្លះចាប់តាំងពីបញ្ចប់ការសិក្សាមកតោះបងប្អូនសូមទស្សនាវីដេអូមួយនេះឲ្យដល់ចប់ដើម្បីដឹងពីជីវិតបុត្រាសំណាប់របស់ស្ដេចប្រ៊ុយណេព្រះអង្គម្ចាស់អាប់ឌុលវ៉ាគីលប្រសូតមកក្នុងគ្រួសារដែលមានអំណាចបំផុតនៅក្នុងប្រទេសប្រ៊ុយណេសាកស្រមៃមើលពីការធំដឹងក្តីនៅក្នុងវាំងដែលធំជាងគេបំផុតនៅលើផែនដីមានអាងហែកទឹកដុតធំចំនួន5និងរថយន្តទំនើបចំនួន7000គ្រឿងព្រះអង្គម្ចាស់ថែមទាំងមានវិមានផ្ទាល់ខ្លួនបំពាក់ដោយរោងកុននិងបន្ទប់កំសាន្តជាច្រើនទៀតផងខណៈពេលដែលក្មេងជំទង់ធម្មតាសុបិនចង់បានរបស់របរប្រើប្រាស់ល្អអាប់ឌុលវ៉ាគីលទទួលបានកាដូរថយន្តមួយគ្រឿងសម្រាប់ថ្ងៃខួបកំណើតគម្រប់9ឆ្នាំរបស់ទ្រង់ដែលជាឡានពណ៌លឿងស្រស់ចេញពីក្នុងរឿង Transformer តែម្ដងអ្នកប្រហែលជាគិតថាក្មេងដែលធំនឹងក្តីក្នុងភាពស្ដុកស្ដំបែបនេះនឹងអាចក្លាយជាព្រះម្ចាស់ដែលទំនើងម្នាក់ហើយមើលទៅប៉ុន្តែនេះគឺជាកន្លែងដែលរឿងគួរឲ្យចាប់អារម្មណ៍ទោះបីជាមានមាសប្រាក់និងលុយរាប់ពាន់លានដុល្លារនៅក្នុងគណនីរបស់បិតាទ្រង់ក៏ដោយក៏វ៉ាគីលបានជ្រើសរើសផ្លូវមួយដែលគ្មាននរណាម្នាក់រំពឹងទុកនេះបានចាប់ផ្ដើមតាំងពីនៅសាលារៀនវ៉ាគីលបានចូលរៀននៅបណ្ឌិតសភាវណ្ណៈខ្ពស់ដោយគ្នាទៅនឹងសង្គមជាន់ខ្ពស់ដទៃទៀតរបស់ប្រ៊ុយណេដែរប៉ុន្តែជាងការរស់នៅតាមឋានៈព្រះអង្គពិតជាខំប្រឹងប្រែងរៀនសូត្រយ៉ាងខ្លាំងរហូតបញ្ចប់ការសិក្សាដល់ទទួលបានច្បាប់ឋានៈកំពូលទៀតផងសម្រាប់ព្រះអង្គម្ចាស់វាមិនមែនគ្រាន់តែជារឿងកិត្តិយសប៉ុណ្ណោះទេតែអំពីការរស់នៅឲ្យសមស្របតាមពិធីការរបស់រាជវាំងដ៏តឹងរ៉ឹងនិងការរំពឹងទុកខ្ពស់របស់ព្រះបិតាទ្រង់ទោះបីជាបែបណាក៏ដោយចំណុចចិត្តប្រកបរបស់វ៉ាគីលគឺជាការគិសេសព្រះអង្គបានគិសេសតាំងពីអាយុ6ព្រះវស្សាហើយមានសិទ្ធិប្រណាំងលំដាប់ពិភពលោកជាច្រើនក្បាលដែលខ្លះមានតម្លៃជាង10លានដុល្លារឯណោះក្រៅសិទ្ធិទាំងនោះសុទ្ធតែមានអំពាក់ម៉ាស៊ីនត្រជាក់ដើម្បីធានាថាសេះរបស់ទ្រង់រស់នៅបានយ៉ាងល្អប៉ុន្តែអាប់ឌុលវ៉ាគីលគឺជាយុវជន Gen Z ធម្មតាម្នាក់ព្រះអង្គជាអ្នកគាំទ្រវីដេអូហ្គេមដ៏ធំនិងចូលចិត្តដើរលេងជាមួយមិត្តភ័ក្តិរបស់ខ្លួនក្នុងវីដេអូពីការបញ្ចប់ការសិក្សារបស់ទ្រង់គេសង្កេតឃើញថាអាប់ឌុលវ៉ាគីលមិនមានអំនួតនោះទេយុវជនដែលសុភាពរាបសារម្នាក់និងតែអ្នកចោះសម្រងជាមួយមិត្តភ័ក្តិរបស់ខ្លួនភាពសាមញ្ញនេះហើយដែលផ្ទុយស្រឡះពីទ្រព្យសម្បត្តិដ៏មហាសាលរបស់គ្រួសារទ្រង់គឺជាមូលហេតុធ្វើឲ្យព្រះអង្គម្ចាស់ក្លាយជា idol នៅលើបណ្ដាញសង្គមនៅប្រជជន18វស្សាស៊ុលតង់បានតែងតាំងព្រះអង្គម្ចាស់ឲ្យចូលក្នុងក្រុមប្រឹក្សាឯកជនដែលគេសញ្ញាបង្ហាញថាព្រះអង្គម្ចាស់វ័យក្មេងរំនេះកំពុងត្រូវបានរៀបចំសម្រាប់ទំនើទីដ៏សំខាន់នៅក្នុងមុខតំណែងខ្ពស់មួយប៉ុន្តែតើព្រះអង្គម្ចាស់បានត្រៀមខ្លួនសម្រាប់ទំនួលខុសត្រូវហើយឬនៅនេះយើងនឹងនិយាយអំពីផ្លូវឆ្ពោះទៅកាន់ទីក្រុងឡុងរបស់ទ្រង់ការវឹកហាត់ដ៏តឹងរ៉ឹងនៅបណ្ឌិតសភាយោធាសិនហឺដែលបរិយាគ្រប់រូបក្នុងគ្រួសារទ្រង់បានរៀននៅទីនេះព្រះអង្គម្ចាស់ម៉ាធីនបានចំណាយពេល44សប្តាហ៍វឹកហាត់មុននឹងទទួលបានឋានៈទៅវិញអ្នកគាំទ្របានប្រទះឃើញអាប់ឌុលវ៉ាគីលនៅទីក្រុងឡុងដោយពាក់អាវធម្មតាគ្មានសន្តិសុខនៅក្បែរនិងគ្មានការបង្ហាញពីឋានៈអ្វីទាំងអស់វាហាក់ដូចជាព្រះអង្គកំពុងព្យាយាមចូលទៅក្នុងចំណោមមនុស្សទូទៅដោយខ្លាចត្រឹមជាវ៉ាគីលសាមញ្ញជាងព្រះអង្គម្ចាស់អាប់ឌុលវ៉ាគីលបានជ្រើសរើសផ្លូវមួយដែលធ្វើមនុស្សជាច្រើនមានការភ្ញាក់ផ្អើលព្រះអង្គម្ចាស់បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យសិល្បៈទីក្រុងឡុងការផ្លាស់ប្ដូរមកផ្នែកច្នៃប្រឌិតនេះមិនមែនជារឿងចៃដន្យនោះទេ
នៅក្នុងគ្រួសាររាជវង្សប្រ៊ុយណេធ្លាប់មានគំរូបះបោផ្នែកច្នៃប្រឌិតរួចមកហើយគឺព្រះអង្គម្ចាស់អាស៊ីមបុត្ររបស់ស៊ុលតង់ពីអាពាហ៍ពិពាហ៍ទី2ព្រះអង្គម្ចាស់អាស៊ីមល្បីល្បាញដោយសារការបដូរវិន័យយោធាមកចាប់យកជីវិតបែបសិល្បៈនៅទីក្រុងឡុងតែជាអកុសលព្រះអង្គបានសោយទិវង្គតក្នុងព្រះជន្ម38ព្រះវស្សាបន្ទាប់ពីមានជំងឺដ៏រ៉ាំរ៉ៃឥឡូវនេះវ៉ាគីលហាក់បីដូចជាកំពុងដើរតាមផ្លូវស្រដៀងគ្នាជាមួយព្រះអង្គម្ចាស់អាស៊ីមទីក្រុងឡុងដដែលស្ទូឌីយោសិល្បៈដដែលនិងការបដិសេធអាជីពយោធាដូចគ្នាអ្នកគាំទ្រកំពុងផ្ដោតលើអ្វីផ្សេងទៀតកាន់តែខ្លាំងឡើងពួកគេកំពុងប្រៀបធៀបវ៉ាគីលមិនមែនជាមួយព្រះអង្គម្ចាស់អាស៊ីមនោះទេប៉ុន្តែជាមួយអាប់ឌុលម៉ាធីនហើយសំណួរគឺហេតុអ្វីបានជាពួកគេជ្រើសរើសមកប្រៀបធៀបគ្នាបែបនេះយើងធ្លាប់ឃើញព្រះអង្គម្ចាស់ម៉ាធីននៅក្នុងក្លឹបហាត់ប្រាណនៅក្នុងកាប៊ីនយន្តហោះចម្បាំងឬនៅលើនាវាទេសចរព្រះអង្គម្ចាស់ដូចជាតួអង្គ James Bond ក្នុងជីវិតពិតប៉ុន្តែសប្តាហ៍នេះអ៊ីនធឺណិតត្រូវបានបែងចែកជាពីរអ្នកគាំទ្រចំនួនថ្មីកំពុងងាកទៅរកព្រះអង្គម្ចាស់វ៉ាគីលដោយសារតែអាកំបាំងរបស់ព្រះអង្គម្ចាស់និងស្ទីលបែបស៊ីវិល័យមិនបង្អួតទោះបីជាមានភាពរុងរឿងយ៉ាងណាក៏ដោយមានរឿងមួយដែលបំបែកបងប្អូនទាំងពីរយ៉ាងច្បាស់ហើយទោះបីជាមានប្រាក់រាប់ពាន់លានដុល្លាររបស់ស្ដេចស៊ុលតង់ក៏មិនអាចដោះស្រាយបានដែរខណៈពេលដែលអាប់ឌុលម៉ាធីនអាចអោបម្ដាយរបស់ទ្រង់បានគ្រប់ពេលប៉ុន្តែព្រះអង្គម្ចាស់វ៉ាគីលវិញមិនមានសិទ្ធិនោះទេម្ដាយរបស់ព្រះអង្គម្ចាស់គឺអាស្រីណាមិនមែនគ្រាន់តែត្រូវបានសូមឲ្យចាកចេញឡើយនាងត្រូវបានគេលុបឈ្មោះចេញពីជីវិតក្នុងរាជវាំងទាំងស្រុងតែម្ដងខណៈពេលដែលកូនទុកនៅក្នុងប្រទេសប្រ៊ុយណេជាមួយបិតាស្ដេចស៊ុលតង់ហាសាណុលប៊ុលគីបានរៀបអភិសេកចំនួន3ដងនិងមានបុត្រាបុត្រីចំនួន12អង្គភរិយាទី2ម៉ារៀមម្ដាយរបស់ម៉ាធីនបានបន្តរស់នៅក្នុងប្រទេសប្រ៊ុយណេក្រោយការលែងលះនិងស្ថិតនៅក្នុងជីវិតជាមួយកូនរបស់នាងប៉ុន្តែចំពោះអាស្រីណាជាអ្នកកษัតជនជាតិម៉ាឡេស៊ីដែលស្ដេចស៊ុលតង់បានរៀបអភិសេកជាមួយក្នុងឆ្នាំ2005អ្វីៗគឺខុសគ្នានៅពេលដែលការលែងលះភ្លាមបានកើតឡើងនោះនាងមិនមានសិទ្ធិអ្វីទាំងអស់អាស្រីណាត្រូវបានដកហូតឋានៈនិងត្រូវបណ្តេញចេញពីវាំងដោយទុកចៅវ៉ាគីលអាយុ4ឆ្នាំនិងអាមេរ៉ាតូចនៅប្រទេសប្រ៊ុយណេសម្រាប់វ៉ាគីលនេះគឺជាចំណុចដែលមិនអាចវិលត្រឡប់បានសូម្បីតែឈ្មោះម្ដាយរបស់ព្រះអង្គម្ចាស់ក៏ក្លាយជាពាក្យហាមឃាត់នៅក្នុងវាំងដែរព្រះអង្គម្ចាស់ត្រូវបានចិញ្ចឹមបីបាច់ដោយមហេសីទី1របស់ស្ដេចស៊ុលតង់ដែលបានឈានជើងចូលមកអំពេញចន្លោះប្រហោងមួយនេះទោះបីជាមានការឈឺចាប់ក៏ដោយក៏អាស្រីណាស់បានរកឃើញកម្លាំងដើម្បីបន្តជីវិតទៅមុខនាងបានត្រឡប់ទៅប្រទេសម៉ាឡេស៊ីរៀបការម្ដងទៀតនិងមានកូន2នាក់តែទោះបីជាបែបនេះក្តីនាងតែងតែបង្ហាញពីការនឹករលឹកដល់កូនប្រុសកូនស្រីរបស់នាងយ៉ាងខ្លាំងនាងតែងតែផ្ញើសារទៅកាន់ពួកគេតាម Instagram ទោះបីជាគ្មានសង្ឃឹមថានឹងមានការឆ្លើយតបមកវិញក៏ដោយកន្លងមកនេះពាក្យចចាមអារ៉ាមបានរីករាលដាលថាព្រះអង្គម្ចាស់វ៉ាគីលបានលួចជុំម្ដាយរបស់ទ្រង់នៅទីក្រុងឌូបៃខណៈពេលវាយសមការរបស់ខ្លួនទោះបីជាគ្មានភស្តុតាងច្បាស់ក៏ដោយក៏មនុស្សជាច្រើនចង់ឲ្យការជួបជុំរវាងម្ដាយនិងកូនទាំងពីរបានសម្រេចយ៉ាងពិតប្រាកដក្នុងថ្ងៃខួបកំណើតគម្រប់19វស្សារបស់កូនប្រុសអាស្រីណាស់បានបង្ហោះសារមួយដ៏មានអត្ថន័យដ៏បង្ហាញពីក្តីសង្ឃឹមសម្រាប់ចម្ពោះថ្មីក្នុងជីវិតរបស់ពួកគេឥឡូវនេះព្រះអង្គម្ចាស់វ៉ាគីលគឺជាមនុស្សពេញវ័យនិងកំពុងរស់នៅទីក្រុងឡុងអ្នកគាំទ្រជឿថាការជួបជុំគ្នាដែលរងចាំជាយូរមកហើយគឺគ្រាន់តែជារឿងពេលវេលាតែប៉ុណ្ណោះព្រោះសេចក្តីស្រឡាញ់របស់ម្ដាយគឺជាអ្វីដែលប្រាក់រាប់លានដុល្លារមិនអាចទិញបាននោះឡើយ